Hello everyone, welcome back to my channel. ជំរាបសួរក៏ដូចជាសួស្តីអ្នកគ្នាស្វាគមន៍ជាថ្មីមកកាន់ channel របស់ខ្ញុំថ្ងៃនេះពួកយើងនឹងមករៀនអំពី Atomic Concept. So what is Atomic Concept អ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយថាម៉េចបានខ្ញុំនិយាយអំពី Atomic Concept. Atomic Concept គឺជាការ combine concept ជាច្រើនចូលគ្នាដើម្បីស្វែងរក entry តែមួយរបៀបយក snapping entry អញ្ចឹងអ្នកទាំងអស់គ្នាថាចង់រៀនអំពី MSNR key level ធ្វើអី MSNR key level គឺជាផ្នែកមួយនៃ Atomic Concept ដើម្បីស្វែងរក key ថាកន្លែងណាដែលយើងត្រូវ entry ថ្ងៃនេះខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាថាគេប្រើ MSNR ហ្នឹងនៅពេលណាហើយនៅពេលណាដែលយើងអាច trade វាបានជាមួយនឹង liquidity អញ្ចឹងខ្ញុំមកបញ្យល់អ្នកទាំងអស់គ្នាថា liquidity គឺជាអី liquidity គឺជាលំហូរសាច់ប្រាក់របស់ពួក market maker ឬក៏ retail trader ដែលពួកគាត់បាន entry នៅកន្លែងហ្នឹងអញ្ចឹង liquidity គឺជា swing high ឬក៏ swing low ដែលយើងហៅ swing high ថាគឺជា buy side and swing low យើងហៅថាគឺជា sell side តែហើយសម្រាប់អ្នកទាំងអស់គ្នាអ្នកខ្លះប្រកាសជាឆ្ងល់ថាមិនបានពេលខ្លះវាអត់មក clear swing low និង swing high អញ្ចឹងខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាមួយទៀតអំពី inducement ឬក៏ជា trap IDM អញ្ចឹងអីគេគឺជា trap IDM យើងមកមើលឆាតទាំងអស់គ្នាខ្ញុំបានគូ swing high and swing low ហើយ so swing high and swing low swing high គឺជា buy side liquidity កន្លែងនេះគឺជា buy side ដែលមានលក្ខណៈខ្ពស់ជាងគេបំផុតអញ្ចឹង swing low គឺជា sell side liquidity sell side liquidity អញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាបានឃើញអ្វីមួយនៅកណ្ដាលរ៉ែង so នៅកណ្ដាលរ៉ែងហ្នឹងហើយគឺជា inducement វាស្ថិតនៅកណ្ដាលរ៉ែងអញ្ចឹងអ្នកទាំងអស់គ្នាអាចចាប់កន្លែងហ្នឹងជា inducement បានឬក៏ជា trap inducement មានតួនាទីឬក៏មុខងារអ្វី inducement វាប្រៀបដូចជា buy side and sell side អញ្ចឹងនៅពេលដែលពួក market maker វាបាន clear liquidity នៅម្ដុំនេះហើយវាឡើងទៅលើវិញដើម្បីផ្ដាច់ buy side ម្ដងអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ថាជុំមិនផ្សារវាអត់មក clear អា sell side នេះអញ្ចឹងខ្ញុំរងចាំ buy នេះខ្ញុំរងចាំ buy នៅ sell side នេះប៉ុន្តែមិនបានសាកតាមពិតអ្នកទាំងអស់គ្នាអត់បានមើល inducement ឬក៏ trap ដែលគេហៅថា IDM ហ្នឹងថាកន្លែងហ្នឹងក៏គឺជា liquidity ដែរ so ដល់ពេលខ្លះផ្សារវាគ្រាន់តែមក clear inducement ហើយវាឡើងទៅលើវិញហើយវាអត់បានមក clear sell side ទេអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ថាចាស់យើងចាប់ inducement មិនវិញវាក្បែរនៅ liquidity sell side ឬក៏ buy side liquidity អញ្ចឹងនៅពេលដែលអ្នកនរគ្នា trade យើងគួរតែ work premium and discount ដើម្បីរងចាំតម្លៃ discount ល្អដើម្បី buy ឡើងទៅលើវិញនិង sell នៅពេលដែលតម្លៃវានៅរាង high នៅពេលដែលយើងចងចាំការ confirm អញ្ចឹងសូមឃើញកន្លែងនេះអត់កន្លែងនេះគឺជា0របស់ discount គឺជា0របស់ discount យើងអាចរងចាំមក0ខាងក្រោមនេះដើម្បីបាយយើងឃើញកន្លែងនេះគឺជា inducement យើងចាប់មិនអាចចាប់នៅខាងក្រោមនេះបាន inducement យើងអាចរងចាំចាប់វានៅខាងក្រោមនៅពេលដែលសម្រាប់បាយយើងអាចចាប់វានៅ discount ទៅនៅពេលដែល sale យើងអាចរងចាំចាប់វានៅកន្លែង premium អញ្ចឹងទៅអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នាយល់ sell side គឺជា swing low បំផុត buy side គឺជា swing high បំផុតហើយនៅកន្លែង premium ឬក៏ discount នៅក្នុងមក swing ហ្នឹងវាអាចជា endorsement មួយអញ្ចឹងទៅយើងអាចរងចាំកន្លែងហ្នឹងដែលថាផ្សារជួនកាលវាមក swing endorsement ហើយគឺវាឡើងទៅលើវិញឬក៏លក្ខណៈថាផ្សារវាគ្រាន់តែ swing endorsement ហើយវាចុះទៅក្រោមវិញអញ្ចឹងទៅវាគ្រាន់តែ sweep ហើយវានឹងមាន reaction ផ្សារវាចុះទៅក្រោមវិញនេះជាថាអង្កេតរបស់យើងអញ្ចឹងខ្ញុំនឹងបញ្យល់ហើយអំពីរបៀបមើលអានិយមន័យរបស់ buy side និង sell side so យើងនឹងមកមើលឆាតជាក់ស្ដែងថាវាដើររបៀបម៉េចអញ្ចឹងកន្លែងនេះអ្នកនរគ្នាប្រកាសឆ្ងល់ថាមិនបានកន្លែងនេះវាមានការ reaction ចុះអញ្ចឹង so នៅពេលដែលផ្សារវាបាន check ជាមួយនឹង buy side ឬក៏ sell side ឬក៏ endorsement នៅក្នុង time frame 1ម៉ោងហើយយើងអាចរកកន្លែង entry បានហើយអញ្ចឹងកន្លែងនេះនេះហើយប្រកាសជាឃើញហើយកន្លែងនេះគឺជា endorsement របស់ផ្សារសូម្បីតែកន្លែងនេះក៏បានដែរយើងចាប់កន្លែងនេះបានដូចគ្នានេះក៏ជា endorsement របស់ទីផ្សារដែរ
គឺជា endorsement របស់ទីផ្សារដែលយើងហៅថាជា liquidity អញ្ចឹងនៅពេលដែលផ្សារឲ្យបាន sweep liquidity sweep ហើយយើងអាចរកកន្លែងដើម្បី sell ចុះតម្លាក់មកក្រោមហើយហេតុផលទី1នៅពេលដែលផ្សារបិទជា liquidity sweep ជា TS បែបនេះអាហ្នឹងគឺយើងហៅថាជា support resistance សុំតោះជា resistance ហើយយើងអាចរងចាំដើម្បី sell របស់សម្រាប់ក្នុង ICT កន្លែងហ្នឹងគឺជា array order block អញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងយល់ឥឡូវយើងឃើញថាកន្លែងនេះគឺផ្សារវាបាន sweep ជាមួយនឹង endorsement វាអត់បាន sweep នៅក្នុង buy side ទេ buy side គឺវានៅខាងលើ high នេះនិយាយមកអ្នកនរគ្នាមិនទៅថាយើងតែដល់ក្រោមហើយយើងតែដល់ក្រោមហើយមិនបានវាអត់ទៅ sweep buy side អញ្ចឹងយើងឃើញ endorsement នៅទីនេះ endorsement កន្លែងហ្នឹងគឺជា liquidity ដូចគ្នាវានឹងទៅយកដូចគ្នាគ្រាន់តែថាវាត្រូវការចុះមកក្រោមអញ្ចឹងយើងឃើញថាកន្លែងនេះគឺជា liquidity sweep អញ្ចឹងនៅពេលដែល liquidity sweep ផ្សារប្រកាសជាអត់ឡើងទៅយកអា liquidity sweep មកតង់ទៀតទេយើងអាចរកកន្លែងដើម្បី entry ចុះមកក្រោមអ្នកទាំងអស់គ្នាបានឃើញអីគេកន្លែងនេះគឺជា key របស់classic A ហើយមួយទៀតក៏វាមាន CE ដែរអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាយើងអាច trade ជាមួយនេះក៏បានដែរជាចំណងចំណូលចិត្តរបស់យើងឬក៏យើងអាចមើលថាកន្លែងណាដែលវាអាចនឹង sweep យ៉ាងក្នុងនេះក៏វាអត់ខុសគ្នាប្រហែលលេខដែរយើងឃើញកន្លែងនេះគឺជា classic A នៅក្នុង1ម៉ោងសម្រាប់ time frame យើងអាចមើល1ម៉ោងជាមួយនឹង15នាទី and 1នាទី5នាទីនេះគឺជានេះហើយនេះគឺជា liquidity ឬក៏ endorsement របស់យើងអញ្ចឹងយើងឃើញនេះគឺជា target របស់យើងអ្នកនរគឺកន្លែង key នេះយើងអាចយកកន្លែងនេះគឺជា OCL របស់ផ្សារក៏បានយើងអាចយកកន្លែងនេះគឺជា QM ក៏បានដូចខ្ញុំមករៀនហើយអំពី QM នៅក្នុងវីដេអូមុនអញ្ចឹងអ្នកនរចាប់មួយណាក៏បានដែរជាសិទ្ធិសេរីភាពរបស់យើងយើងស្រឡាញ់មួយណាចាប់មួយហ្នឹងទៅវាស្រេចទៅលើយើងទេអូខេអញ្ចឹងយើងឃើញខាងក្រោមនេះអញ្ចឹងមិនអ្នកនរ trade ហើយនៅពេលដែលសារមិនអត់មក sweep នេះអញ្ចឹងមិនបានអត់មក sweep អាឡូផ្សេសារអញ្ចឹងវាបាន sweep ជាមួយនឹង endorsement ហើយយើងឃើញខាងក្រោមនេះក៏វាមាន liquidity sweep ដើម្បីយើងរងចាំបាយនៅខាងក្រោមហ្នឹងដែរយើងអាចវាស់ premium and discount មកយើងឃើញនេះកន្លែងនេះគឺជា premium and ខាងនេះគឺជា discount នៅក្នុង discount យើងឃើញហើយថាកន្លែងនេះគឺជា liquidity របស់វាមកសារអញ្ចឹងសួរថា key level Malaysia SNR នៅណា key level វាគឺនេះ OCL អ្នកនរឃើញទេ OCL ឃើញវាចាប់ OCL គឺវា sweep វាស្អាតមែនតើឃើញទេគេអញ្ចឹងហើយយើងអាចចាប់កន្លែងហ្នឹងគឺជា key level របស់យើងបានយើងគេ key OCL មួយអញ្ចឹង OCL ហើយវាមានOBS នៅនេះទៀត OBS ខាងនេះក៏យើងអាចមកចាប់ trade បានដែរឃើញហើយ step interest អត់ទី1កន្លែងនេះ head fall ដែលវាមិនចុះមកទៀតដោយសារទី1វាមាន liquidity sweep ហើយវាមាន key ខាងក្រោម OCL ដើម្បីទប់ដែរអញ្ចឹងហើយគ្នាយើងអាចរងចាំកន្លែងហ្នឹងដើម្បីបាយបានឡើងទៅលើវិញវាបាន sweep ជាមួយនឹង liquidity ខាងក្រោមនេះយើងអាចហៅវាថាជា endorsement ឬក៏ OLO របស់ផ្សារបាន target របស់វាណាអ្នកនរគ្នាអាចវាស់បានទី1ដើម្បី trade ទៅយើងអាចវាស់ premium and discount របស់វាទៅដល់ពេលដែលសារដើរមក swing នេះហើយខាងក្រោមនេះគឺជា sell side វាហើយអញ្ចឹងផ្សារវាប្រហែលជាវាអាចនឹងអត់មក sweep ម្ដងទៀតទេវាអាចអត់មក sweep ខាង low ម្ដងទៀតទេវានឹងទៅឡើងទៅលើហើយសួរថាយើងចង់ trade ទៅណាយើងអាចវាស់ premium and discount នេះឃើញត្រង់នេះអញ្ចឹងកន្លែងនេះគឺជា endorsement របស់ទីផ្សារវានៅ high ឬក៏គឺក៏ជា premium ហ្នឹងទៅនេះឯងគឺជា endorsement សម្រាប់ target យើងអាច entry ត្រង់នេះបានកន្លែងនេះគឺជា OCL level ដែលយើងរងចាំការ entry នៅទីហ្នឹងដល់ហើយ snap entry ស្អាតអត់នេះ OCL key ត្រង់នេះគឺជា target របស់យើងអូខេ target អញ្ចឹងឃើញវាឡើងទៅវានឹងផ្ដាច់ endorsement ដែលយើងហៅថាជា endorsement នៅក្នុង premium សម្រាប់ endorsement វាអាចនឹងនៅ premium ឬក៏ discount វានៅតម្លៃ low ឬក៏ high ដែលវាស្តៀងជាមួយនឹង buy side និង sell side liquidity ដែលយើងអាចហៅវាថាជា buy side minor sell side ឬក៏ minor sell side ឬក៏ minor buy side នៅក្នុង ICT concept សង្ឃឹមថាអ្នកនរគ្នានឹងយល់ហើយសម្រាប់គ្នាយើងដែលចង់រៀន Archimic concept ខ្ញុំនឹងមានបើកការបង្រៀនហើយបើសម្រាប់គ្នាយើងដែលចង់រៀនពី ICT concept
ពួកយើងអាចមានការបង្រៀន free បើសម្រាប់អាចនេះយើងនឹងមានការឆាយបន្តិចបន្តួចដែរតែវាមិនថ្លៃសម្រាប់ខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រកាសជាមានលទ្ធភាពបើសម្រាប់គ្នាយើងដែលចង់រៀនពិតប្រាកដចឹងណាអូខេសម្រាប់ថ្ងៃនេះដែរក៏មានតែប៉ុណ្្នឹងដែរពួកយើងនឹងតមេរៀនបន្តទៀតនៅវីដេអូក្រោយអញ្ចឹងខ្ញុំនឹងបរៀនអ្នកនរគ្នាអំពីរបៀបមើល power of 3 ម្ដង see you again goodbye